តើមហាអំណាចយុវជនពិតជាបង្កការគំរាមកំហែងធ្វើឲ្យលោកត្រាំភ័យរហូតគំរាមវាយយកកោះ Greenland ឲ្យបានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងដណ្ដើមកាន់កាប់ដែនដី Greenland ពីដាណឺម៉ាកដែលជាសម្ព័ន្ធមិត្ត NATO ដើម្បីការពារដែនដីយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់អាកតិចមួយនេះពីកណ្ដាប់ដៃរបស់ចិនក៏ប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញផ្សេងពីលោកត្រាំដោយនិយាយថាចិនគ្រាន់តែជាតួអង្គបន្ទាប់បន្សំមួយនៅក្នុងតំបន់អាកតិចប៉ុណ្ណោះនិងបច្ចុប្បន្នមិនអាចបង្កការគំរាមកំហែងដោយលោកត្រាំបានអះអាងនោះទេខាងក្រោមនេះគឺជាចំណុចសំខាន់គួរយល់ដឹងតើ Greenland ត្រូវបានហុំព័ទ្ធដោយកប៉ាល់ចិនមែនឬលោកត្រាំបានអះអាងថានាវាពិឃាតនាវាមួយទឹករបស់ចិនអាចនឹងមានវត្តមាននៅ Greenland ប្រសិនបើអាមេរិកមិនធ្វើអន្តរាគមន៍ទេនោះប៉ុន្តែតាមពិតទៅវត្តមានយោធារបស់ចិននៅក្នុងតំបន់អាកតិចនៅមានកម្រិតនៅឡើយមិនអាចបង្កការគំរាមកំហែងអ្វីនោះទេលោកប៉ូសេងហ្គាតមកពីវិទ្យាស្ថាននៅ West សម្រាប់ការសិក្សាវិស័យការពារជាតិបាននិយាយថា Greenland មិនមែនកំពុងត្រូវបានហុំព័ទ្ធដោយនាវាចិនឬរុស្ស៊ីនោះទេនៅមានកន្លែងជាច្រើនផ្សេងទៀតនៅតំបន់អាកតិចដែលវត្តមានយោធារបស់ចិនបាននឹងកំពុងកើនឡើងនៅកម្រិតក្រោមកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានផ្ទុះឡើងកាលពីឆ្នាំ2022តាមអ្នកជំនាញរូបនេះផ្លូវតែមួយគត់របស់ចិនដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់អាកតិចគឺធ្វើឡើងតាមរយៈរុស្ស៊ីប្រទេសទាំងពីរបានបង្កើនការធ្វើសកម្មភាពរួមគ្នានៅក្នុងតំបន់អាកតិចនិងធ្វើប្រតិបត្តិការឆ្មាំសមុទ្រក្នុងនោះរួមមានទាំងប្រតិបត្តិការល្បាតនៃយន្តហោះទម្លាក់គ្រាប់បែកនៅក្បែររដ្ឋអាឡាស្កាកាលពីឆ្នាំ2024ចិនក៏កំពុងធ្វើប្រតិបត្តិការនាវាបំបែកទឹកកកមួយចំនួនតូចផងដែរបំពាក់ជាមួយនឹងនាវាមួយទឹកខ្នាតតូចមានសមត្ថភាពមួយបានជ្រៅនិងអាចគូសផែនទីបាតសមុទ្រដែលអាចមានផលប្រយោជន៍សម្រាប់ការដាក់ពង្រាយយោធានិងផ្កាយរណបតាមដានតំបន់អាកតិចទីក្រុងប៉េកាំងបាននិយាយថាប្រតិបត្តិការរបស់ខ្លួនមានលក្ខណៈស្រាវជ្រាវវិទ្យាសាស្ត្រតែប៉ុណ្ណោះតើឥទ្ធិពលរបស់ចិនកំពុងកើនឡើងឬលោកស្រី Helena Legada មកពីវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាពីចិននៅក្នុងទីក្រុងបេក្លាំងបានលើកឡើងថាសកម្មភាពទាំងនោះអាចនឹងបង្កការព្រួយបារម្ភខាងសន្តិសុខប្រសិនបើចិនបង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅក្នុងតំបន់លោកស្រីបន្ថែមថាចិនមានមហិច្ឆតាច្បាស់លាស់ក្នុងការពង្រីកឥទ្ធិពលនៅក្នុងតំបន់អាកតិចដែលចិនចាត់ទុកថាជាសង្វៀនមួយនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទីក្រុងប៉េកាំងបានដាក់ចេញគម្រោងផ្លូវសូត្រតំបន់ប៉ូលឬ Polarsky Road កាលពីឆ្នាំ2018នៅតំបន់អាកតិចជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវហើយមានមហិច្ឆតាចង់ក្លាយជាមហាអំណាចតំបន់ប៉ូលនៅឆ្នាំ2030ចិនបានបង្កើតស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងប្រទេសអ៊ីស្លង់និងនៅ West ខណៈក្រុមហ៊ុនចិនបានវិនិយោគលើគម្រោងជាច្រើនដូចជាគម្រោងឧស្ម័នធម្មជាតិរាវជាមួយរុស្ស៊ីនិងបណ្ដាញផ្លូវដែកមួយរបស់ស៊ុយអែតតាមលោកស្រី Legada ការប្រកួតប្រជែងជាមួយចិនដើម្បីធនធាននិងការបើកផ្លូវពាណិជ្ជកម្មក្នុងតំបន់អាកតិចអាចគំរាមកំហែងដល់ផលប្រយោជន៍របស់អឺរ៉ុបតែថ្មីនេះការប៉ុនប៉ងមួយចំនួនរបស់ចិនបានទទួលបរាជ័យតួយ៉ាងសំណើចង់ទិញមូលដ្ឋានទ័ពជើងទឹកមួយត្រូវបានបោះបង់ចោលនៅ Greenland និងអាកាសយានដ្ឋានមួយនៅ Fanglong បានទទួលបរាជ័យហើយសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថាបានដាក់សម្ពាធលើបណ្ដាប្រទេសទាំងនោះឲ្យច្រានចោលសំណើរបស់ក្រុមហ៊ុនចិនកាលពីឆ្នាំ2019 Greenland ក៏បានសម្រេចចិត្តប្រឆាំងនឹងការប្រើប្រាស់បណ្ដាញ 5G របស់ក្រុមហ៊ុនចិន Huawei ផងដែរលើកលែងតែរុស្ស៊ីដែលទទួលបានការវិនិយោគរបស់ចិនលើធនធាននិងកំពុងផែននៅតាមបណ្ដោយឆ្នេរភាគខាងជើងរុស្ស៊ីតើចិនចង់បានអ្វីGreenland មានរ៉ែកម្របំរុងទុកដ៏ធំបំផុតជាប់ចំណាត់ថ្នាក់ទី8នៅលើពិភពលោករ៉ែកម្រគឺជាសារធាតុដ៏សំខាន់សម្រាប់បច្ចេកវិទ្យាក្នុងនោះរួមមានរថយន្តអគ្គិសនីបរិក្ខារយោធាថ្មីបើកំពុងគ្រប់គ្រងលើការផលិតរ៉ែកម្ររបស់ពិភពលោកការប៉ុនប៉ងរបស់ចិនដើម្បីទាញយកធនធានធម្មជាតិរបស់ Greenland សម្រាប់បានផលតិចតួចនៅឡើយ
ក្នុងនោះគម្រោងរុករករ៉ែមួយនៅតំបន់ Kevanifel ត្រូវបានផ្អាកដោយរដ្ឋាភិបាល Greenland នៅក្នុងឆ្នាំ2021ដោយសារការបារម្ភពីផលប៉ះពាល់ដល់បរិស្ថានប៉ុន្តែប៉ុណ្ណោះគម្រោងផ្សេងទៀតនៅភាគខាងត្បូង Greenland ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងទីក្រុង New York ក្នុងឆ្នាំ2024បន្ទាប់ពីមានការបញ្ចុះបញ្ចូលពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយកាលពីជាង1ទសវត្សរ៍មុនដាណឺម៉ាកនិងសហរដ្ឋអាមេរិកមានការព្រួយបារម្ភថាការវិនិយោគលើការរុករកក្រែអាចនឹងធ្វើឲ្យចិនមានឥទ្ធិពលនៅ Greenland ប៉ុន្តែការវិនិយោគបែបនេះមិនបានคล้ายទៅជាការពិតនោះឡើយនេះគឺជាការលើកឡើងរបស់លោក Jesper William Zuden ជាសាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ Aalborg University ដោយបន្ថែមថាចិនមានការស្ទាក់ស្ទើរក្នុងការវិនិយោគក៏ព្រោះតែបារម្ភពីការខាតបង់ធ្ងន់ធ្ងរខាងការទូតការប្រែក្លាយទៅជាផ្លូវដឹកជញ្ជូនគម្រោងផ្លូវសូត្រតំបន់ប៉ូលមានគោលដៅតភ្ជាប់ចិនទៅកាន់តំបន់អឺរ៉ុបតាមរយៈផ្លូវតំបន់អាតិចខណៈដែលការកើនឡើងកម្ដៅបរិយាកាសផែនដីកំពុងធ្វើឲ្យសមុទ្រទឹកកកអាតិចរលាយសន្សឹមចិននិងរុស្ស៊ីបានឯកភាពកាលពីខែតុលាឆ្នាំ2025ថានឹងអភិវឌ្ឍផ្លូវកាត់មួយមានឈ្មោះថា Northern Sea Road នៅតាមបណ្ដោយព្រំដែនភាគខាងជើងរបស់រុស្ស៊ីកាលពីឆ្នាំមុនដែរកប៉ាល់ចិនមួយគ្រឿងបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសដោយចំណាយពេល20ថ្ងៃដោយធ្វើដំណើរកាត់តាមតំបន់អាតិចពោលគឺចំណេញពេលវេលាជាងពាក់កណ្ដាលធៀបទៅនឹងការធ្វើដំណើរកាត់តាមផ្លូវព្រែកជីកស៊ុយអែផ្លូវដឹកជញ្ជូនមួយនេះអាចនឹងកែប្រែការដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោកនិងកាត់បន្ថយការពឹងផ្អែករបស់ចិនលើច្រកសមុទ្រម៉ាឡាកាសម្រាប់ការធ្វើពាណិជ្ជកម្មរបស់ខ្លួនប៉ុន្តែកប៉ាល់នីមួយៗត្រូវតែធ្វើការកែសម្រួលដើម្បីអាចធ្វើដំណើរឆ្លងកាត់ទឹកកកយ៉ាងក្រាស់ឃ្មឹកនិងអាប់ដែលធ្វើឲ្យការធ្វើនាវាចរមានការលំបាកហើយអាកាសធាតុក៏គ្រោះថ្នាក់ខ្លាំងណាស់ដែរតើអឺរ៉ុបសុខចិត្តឲ្យ Greenland ទៅសហរដ្ឋអាមេរិកឬសុខចិត្តឲ្យ NATO បែកបាក់គ្នាតើកំពុងមានអ្វីកើតឡើងចំពោះសម្ព័ន្ធភាពការទូតរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបហើយថាតើសម្ព័ន្ធភាពមួយអាយុកាលជាង80ឆ្នាំមកនេះកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដួលរលំឬយ៉ាងណាទាំងនេះគឺជាសំណួរដែលគេកំពុងនាំគ្នាចោទសួរទៅក្នុងអឺរ៉ុបខណៈដែលមេដឹកនាំអឺរ៉ុបកំពុងពិភាក្សាលើវិធានការឆ្លើយតបទៅនឹងមហិច្ឆតាចង់គ្រប់គ្រងដែនដី Greenland ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាកទាំងប្រជាជន Greenland មិនចង់ក្លាយទៅជាពលរដ្ឋអាមេរិកកាំងនោះទេអ្វីដែលគេត្រូវផ្ដោតលើភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបជុំវិញបញ្ហា Greenland នោះគឺថាតើការប្រឆាំងជំទាស់របស់អឺរ៉ុបទៅនឹងមហិច្ឆតាវាទីរបស់លោកត្រាំអាចនឹងបង្កការខូចខាតដល់ទំនាក់ទំនងរបស់អឺរ៉ុបជាមួយសហរដ្ឋអាមេរិកដល់កម្រិតមួយដែលមិនអាចជួសជុលឡើងវិញឬយ៉ាងណាមកទល់នឹងពេលនេះមេដឹកនាំអឺរ៉ុបមួយចំនួនដូចជាប្រធានាធិបតីបារាំងលោក Emmanuel Macron និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Lars Kleinbier បង្ហាញពីឆន្ទៈចង់ប្រថុយនឹងគ្រោះថ្នាក់នេះដោយជំរុញឲ្យមេដឹកនាំនៃប្រទេសអឺរ៉ុបដទៃទៀតពិចារណាលើការប្រើប្រាស់បាស៊ូកាជាអាវុធសេដ្ឋកិច្ចមួយរបស់ម្លុកអឺរ៉ុបជាការឆ្លើយតបទៅនឹងការសម្លុតគំរាមពន្ធគយរបស់លោក Donald Trump មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅក្នុងសប្តាហ៍នេះនៅក្នុងទីក្រុង Brussels ដើម្បីបង្ហាញពីសាមគ្គីភាពនិងស្វែងរកការឆ្លើយតបរួមគ្នាមួយទៅកាន់លោកត្រាំក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចនយោបាយអឺរ៉ុបបាននិយាយថាសម្ព័ន្ធភាពរវាងអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី2បានប្រែប្រួលទៅអស់ហើយពោលគឺវាលែងមានទៀតហើយសម្ព័ន្ធភាពមួយដែលផ្ដោតជាអត្ថិភាពលើការជំរុញផលប្រយោជន៍របស់បណ្ដាប្រទេសប្រជាធិបតេយ្យដោយជំនួសមកវិញនៅទំនាក់ទំនងមួយក្នុងអាណត្តិរបស់លោកត្រាំប៉ុណ្ណោះហើយលោកត្រាំបានប្រើទំនាក់ទំនងនេះដើម្បីបង្ខំឲ្យបណ្ដាប្រទេសអឺរ៉ុបធ្វើតាមអ្វីដែលលោកចង់បានប្រឈមមុខនឹងការសម្លុតគម្រាមពីលោកត្រាំហាក់ដូចជាមានការយល់ឃើញកង់សង្ស៊ីសនៅក្នុងចំណោមប្រទេសអឺរ៉ុបកាន់តែច្រើនថាតើពួកគេចាំបាច់ត្រូវតែកសាងសេដ្ឋកិច្ចថ្មីមួយនិងពង្រឹងសមត្ថភាពការពារខ្លួនឯងសម្ដៅកាត់បន្ថយការពឹងផ្អែកខ្លាំងជ្រុលពេកលើសហរដ្ឋអាមេរិកដែលឥឡូវនេះបែរជាក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ពួកគេទៅវិញប៉ុន្តែការធ្វើបែបនេះត្រូវចំណាយពេលច្រើនឆ្នាំឬអាចរាប់ទសវត្សរ៍ស្របពេលជាមួយគ្នានេះពាណិជ្ជកម្មនិងទីផ្សារហិរញ្ញវត្ថុរបស់អឺរ៉ុបនឹងនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមហាអំណាចទិញរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកហើយអ៊ុយក្រែននឹងនៅតែត្រូវការអាវុធពីសហរដ្ឋអាមេរិកដើម្បីការពារខ្លួនប្រឆាំងនឹងរុស្ស៊ីក្នុងន័យនេះតាមពិតទៅកិច្ចប្រឹងប្រែងការទូតជាច្រើនខែមកនេះក្នុងការចរចាស្វែងរកបទឈប់
បាញ់ក្នុងសង្គ្រាមអ៊ុយក្រែនបានបង្ហាញរួចទៅហើយថា NATO ត្រូវតែបង្កើតឡើងដើម្បីការពារអឺរ៉ុបមិនមានសមត្ថភាពការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានណាមួយពីរុស្ស៊ីនោះទេប្រសិនបើគ្មានការធានាសន្តិសុខពីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃទី17ខែមករាបានគម្រាមដំឡើងពន្ធគយលើប្រទេសអឺរ៉ុបចំនួន8ក្នុងនោះរួមមានទាំងបារាំងអាល្លឺម៉ង់និងចក្រភពអង់គ្លេសបាននិយាយថាពន្ធគយ 10% នឹងត្រូវចូលជាធរមាននៅក្នុងខែកុម្ភៈខាងមុខនេះហើយនឹងត្រូវដំឡើងដល់ 25% នៅខែមិថុនាប្រសិនបើមិនមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកទិញយកកោះ Greenland ទេនោះក្នុងថ្ងៃតែមួយដែលលោកត្រាំបង្ហោះសារគម្រាមដំឡើងពន្ធគយនេះនៅលើបណ្ដាញសង្គមទំនាក់ទំនងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa កំពុងស្ថិតនៅក្នុងប្រទេសប៉ារ៉ាហ្គាយដើម្បីចោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាមួយប្លុកនៃបណ្ដាប្រទេសអាមេរិកឡាទីនសប្តាហ៍ថ្ងៃលោកត្រាំពេញចិត្តពេញថ្លើមស្វាគមន៍លុយហូរចូលពីអឺរ៉ុបដែលទិញអាវុធពីសហរដ្ឋអាមេរិកយកទៅផ្គត់ផ្គង់បន្តឲ្យអ៊ុយក្រែននិងបណ្ដាប្រទេសដទៃនៅក្នុងតំបន់អឺរ៉ុបខាងកើតតែភាពតានតឹងជុំវិញបញ្ហាGreenland បានធ្វើឲ្យអឺរ៉ុបធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកមួយគឺខ្នងដៃក៏សាច់បាតដៃក៏សាច់ត្បិតការចាត់វិធានការឆ្លើយតបទៅនឹងការគម្រាមជាប់ពន្ធគយរបស់លោកត្រាំអាចនឹងធ្វើឲ្យខូចខាតដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកជាពិសេសជាមួយលោកត្រាំតែម្ដងតែមិននៅស្ងៀមមិនធ្វើអ្វីសោះគឺស្មើនឹងបង្ហាញភាពទន់ខ្សោយឲ្យពិភពលោកទាំងមូលបានឃើញលោកត្រាំបានបង្ហាញច្បាស់រួចហើយថាលោកសម្លឹងឃើញសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកក្នុងផ្លូវមិនល្អឡើយតួយ៉ាងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិប្រចាំឆ្នាំរបស់លោកចេញផ្សាយកាលពីខែធ្នូឆ្នាំ2025ក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោកត្រាំបាននាំគ្នាចោទសួរថាតើប្រទេសអឺរ៉ុបមួយចំនួននៅតែជាសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តបានដែរឬទេនៅពេលអនាគតឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកត្រាំក៏បានសារភាពផងដែរថាអឺរ៉ុបមានសារៈសំខាន់ខាងយុទ្ធសាស្ត្រនិងវប្បធម៌ចំពោះសហរដ្ឋអាមេរិកប៉ុន្តែបាននិយាយថាសង្គមអឺរ៉ុបទាំងមូលអាចនឹងបាត់បង់ភាពស៊ីវិល័យប្រសិនបើសហរដ្ឋអាមេរិកមិនជួយដល់បណ្ដាគណៈបកជាតិនិយមអឺរ៉ុបទេនោះប្រយោគនេះត្រូវបានគេមើលឃើញថាលោកត្រាំចង់សម្ដៅទៅលើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបណ្ដាគណៈបកស្ដាំនិយមជ្រុលឲ្យឡើងកាន់អំណាចនៅអឺរ៉ុបសម្រាប់អឺរ៉ុបវោហារសាស្ត្រទាំងនេះការគម្រាមរបស់លោកត្រាំថាចង់យក Greenland ដោយការទិញយកឬដោយការប្រើកម្លាំងយោធាបានលុបបំបាត់នៅទំនុកចិត្តដែលពួកគេធ្លាប់មានចំពោះសម្ព័ន្ធភាពរបស់ពួកគេជាមួយសហរដ្ឋអាមេរិកក្នុងពេលរាប់ទសវត្សរ៍មកនេះការវិលត្រឡប់ទៅរកកម្រិតនៃការជឿទុកចិត្តគ្នាដោយពីមុនវិញខ្ញុំយល់ថានឹងតម្រូវឲ្យមានការផ្លាស់ប្ដូរជំនាន់នេះជាការយល់ឃើញរបស់លោកស្រី Rosa Balfour មកពីវិទ្យាស្ថាន Carnegie Europe ដោយបន្ថែមថាការវាយប្រហារលើអឺរ៉ុបមិនគ្រាន់តែមានប្រភពចេញមកពីបុគ្គលតែម្នាក់ប៉ុណ្ណោះនោះទេតែឥឡូវនេះវាបានប្រែក្លាយទៅជាមនោគមវិជ្ជាមួយទៅហើយគូបញ្ជាក់ថាចាប់តាំងពីមានការសម្លុតគម្រាមរបស់លោកត្រាំចង់គ្រប់គ្រង Greenland មកនៅអឺរ៉ុបមានការជំរុញជាច្រើនឲ្យមានវិធានការឆ្លើយតបឲ្យបានម៉ឺងម៉ាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍កន្លងទៅលោកម៉ាក្រុងបានសន្យាថានឹងមិនមានការសម្លុតគម្រាមឬការគម្រាមកំហែងណាមួយនឹងមានឥទ្ធិពលលើពួកយើងបានទេមិនថានៅក្នុងសំណុំរឿងអ៊ុយក្រែន Greenland ឬមិនថានៅទីណានោះទេនៅជុំវិញពិភពលោកម៉ាក្រុងបានចាត់ទុកថាការសម្លុតគម្រាមពន្ធរបស់លោកគឺជារឿងមិនអាចទទួលយកបាននោះទេហើយអឺរ៉ុបនឹងធ្វើការឆ្លើយតបក្រោមទម្រង់សាមគ្គីភាពប្រសិនបើការដំឡើងពន្ធពិតជាត្រូវបានធ្វើឡើងមែននោះគួរឲ្យដឹងផងដែរថាអឺរ៉ុបនិងអាមេរិកដែលជាដល់ផ្លូវបំបែកក៏ព្រោះតែមហិច្ឆតាចង់លេបយកកោះ Greenland របស់លោកត្រាំស្ថានភាពពិភពលោកកាន់តែស្មុគស្មាញក្រឡាប់ចាក់និងពិបាកស្មានដល់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងមើលមុខគ្នាលែងចំក្រោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដាក់ពន្ធ 10% លើបណ្ដាប្រទេសអឺរ៉ុបចំនួន8ក្រោមស្រមោលឈឺឆ្អាលរឿងកោះ Greenland ទន្ទឹមនឹងនោះឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយកាលពីថ្ងៃអាទិត្យទី18ខែមករាដើម្បីរារាំងមហិច្ឆតាលោកត្រាំលើការចង់កាន់កាប់កោះ Greenland និងសម្ពាធពន្ធបន្ថែមលើសម្ព័ន្ធមិត្តអឺរ៉ុបយ៉ាងណាអឺរ៉ុបកំពុងតែរៀបចំវិធានការសងសឹកផងដែរប្រសិនបើសម្ពាធពន្ធរបស់សហរដ្ឋអាមេរិកនៅតែបន្តថ្មីនេះលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសអនុវត្តរលកនៃការដំឡើងពន្ធ 10% ចាប់ពីថ្ងៃទី1ខែកុម្ភៈលើសមាជិកសហភាពអឺរ៉ុបចំនួន8ដែលរួមមានដាណឺម៉ាកស៊ុយអែត
បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ ចក្រភពអង់គ្លេស និង Norwest រហូតដល់សហរដ្ឋអាមេរិកទទួលបានភ្លើងខៀវលើការទិញយកកោះ Greenland ទោះបីជាយ៉ាងនេះក្តីសហភាពអឺរ៉ុបចាត់ទុកជំហានយក្សរបស់លោកត្រាំគឺជាការគំរាមកំហែងដល់សមាជិកសហភាពអឺរ៉ុបយ៉ាងធ្ងន់ធ្ងរមេដឹកនាំសហភាពអឺរ៉ុបក៏គ្រោងនឹងពិភាក្សាជំរើសនៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅក្នុងរដ្ឋធានី Brussels នាថ្ងៃប្រហ័សទី22 ខែមករាខាងមុខនេះជំរើសនៃវរៈដ៏សំខាន់មួយនេះគឺកញ្ចប់ពន្ធលើការនាំចូលចំនួន $107.7 លាននៃការនាំចូលរបស់សហរដ្ឋអាមេរិកដែលអាចនឹងចាប់ផ្ដើមដោយស្វ័យប្រវត្តិនៅថ្ងៃទី6 ខែកុម្ភៈបន្ទាប់ពីផ្អាករយៈពេល6 ខែប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ដែលធ្វើជាប្រធានកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបបានអះអាងនៅក្នុងការបង្ហោះតាមបណ្ដាញប្រព័ន្ធសង្គមថាការពិគ្រោះយោបល់របស់លោកជាមួយសមាជិកសហភាពអឺរ៉ុបបានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ពួកគេក្នុងការគាំទ្រប្រទេសដាណឺម៉ាកនិង Greenland រួមទាំងការត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំណាមួយដោយសហរដ្ឋអាមេរិករដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars-Løkke Rasmussen បានអះអាងថាប្រទេសដាណឺម៉ាកនឹងបន្តផ្ដោតលើការទូតដោយយោងទៅលើកិច្ចព្រមព្រៀងមួយដែលបានឯកភាពគ្នារវាងដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិកជាមួយគ្នានេះអ្នកការទូត EU ម្នាក់បានលើកឡើងអំពីផែនការរបស់ពួកគេថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសន្ទនាដោយផ្អែកលើគោលការណ៍នៃអធិបតេយ្យភាពនិងបូរណភាពទឹកដីសហភាពអឺរ៉ុបក៏គ្រោងនឹងផ្អាកការងាររបស់ខ្លួនលើសហភាពអឺរ៉ុបអាមេរិកផងដែរតើហេតុអ្វីខ្លះដោយលោកត្រាំដាក់ពន្ធ 10% បន្ថែមទៀតលើប្រទេសអឺរ៉ុបទាំង8នេះហេតុផលនោះក៏ព្រោះតែប្រទេសទាំង8បានបញ្ជូនបុគ្គលិកយោធាទៅកាន់កោះ Greenland ដែលសហរដ្ឋអាមេរិកទាមទារកាន់កាប់ដោយខុសច្បាប់សកម្មភាពទាំងនេះបង្ហាញឲ្យឃើញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងដាំក្បាលចុះស្របពេលភូមិសាស្ត្រនយោបាយពិភពលោកកាន់តែស្មុគស្មាញគណៈបញ្ហាពន្ធកយរបស់លោកត្រាំគឺជាដំបៅក្នុងទ្រង់សហភាពអឺរ៉ុបរួចទៅហើយតើបញ្ហាកោះ Greenland ថ្មីនេះអាចជាដុំភ្លើងខាន់ចែកមិត្តភាពរវាងអាមេរិកនិងសហភាពអឺរ៉ុបដែរឬទេចុះបើអាមេរិកនិងសហភាពអឺរ៉ុបបែកបាក់គ្នាតើពិភពលោកនឹងមានអ្វីកើតឡើង